រៀនលេង finger picking បទដួងច័ន្ទរបស់ឧបាទេណាតើយើងទៅរៀនលេងជាមួយគ្នាអញ្ចឹងចង្វាក់ដែលយើងត្រូវលេងគឺបេះ3 1 2បេះ3 1 2ចង់ជួបមកអូនខ្លាំងណាស់តើធ្វើយ៉ាងណាទើបអាចជួបថ្លៃអូខេដោយសារតែកន្លែងមីហ្នឹងបើសិនជាយើងលេងធម្មតាបេះ3 1 2គឺយើងលេងចង់ជួបមកអូនខ្លាំងណាស់គ្រាន់តែថានេះជា style ដែលយើងអាចលួចខ្លួនឯងបានយើងលេងតាមហ្នឹងក៏បានយើងចង់អត់លេង style ហ្នឹងក៏បានយើងចង់លេងខ្សែបាសរហូតក៏បានយើងអាចចង់លេងលក្ខណៈថាយើង style បែបពាក់កណ្ដាល3ខ្សែហ្នឹងតម្លាក់ចុះក៏បានយើងចង់លេងតែខ្សែបាសក៏បានហ្នឹងស្រេចតែអ្នកទាំងអស់គ្នាគិតថាមួយណាអ្នកទាំងអស់គ្នាអាចលេងបានតែបើសិនជាយើងតម្លាក់អញ្ចឹងយើងករណីថាយើងអាចចាប់ខតណាដែលយើងអត់សូវស្ទាត់អញ្ចឹងយើងអាចលេងអញ្ចឹងក៏បានអញ្ចឹងចំពោះ style ហ្នឹងគឺយើងលេងកន្លែងដូនិងមីចង់ជួបមកអូនយើងចាប់ខតមីហើយយើងតម្លាក់នៅត្រង់ពាក្យអូនរូបអូនខ្លាំងណាស់អញ្ចឹងសង្ឃឹមតែអ្នកទាំងអស់គ្នាតន់កន្លែងហ្នឹងម្ដងទៀតយឺតចង់ជួបមកអូនខ្លាំងណាស់តើធ្វើយ៉ាងណាទើបអាចជួបថ្លៃដួងច័ន្ទអើយអូខេអញ្ចឹងដល់កន្លែងហ្នឹងយើងតទៀតមកដល់កន្លែងដួងច័ន្ទអើយដល់កន្លែងហ្នឹងចប់អាកន្លែងជួបថ្លៃហើយយើងតមកដួងច័ន្ទអើយដល់កន្លែងហ្នឹងដោយសារតែដូយើងលេងមួយពេលពេញអញ្ចឹងយើងលេងបេះ3 1 2បេះ3 1 2យើងលេង2ដងមកដួងច័ន្ទអើយលេចនាងរៀងឆ្ងាយឡើងដឹងទេថាខ្ញុំកំពុងនឹកអ្នកដួងច័ន្ទអើយសូមនាងប្រណីមេត្តាព្រមទទួលស្នេហាបរមយ៉ាងនេះអរគុណអ្នកទាំងអស់គ្នាសង្ឃឹមថាអ្នកទាំងអស់គ្នាអាចយកទៅហ្វឹកហាត់ម្ដងបន្តិចបានហើយអធិស្ឋានចំពោះការច្រៀងដែលមិនពីរោះឬមួយក៏